លីកកម្ពុជាធំៗទូទាំងពិភពលោកបានបញ្ចប់ទៅហើយពិសេសលីកកម្ពុជាធំៗទាំង5នៅទ្វីបអឺរ៉ុបបានបញ្ចប់និងរកឃើញម្ចាស់ជើងឯកតាមលីកនីមួយៗផងដែរថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាទៅមើលក្រុមទាំង10ដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោកនេះបើតាមការចុះផ្សាយរបស់ទស្សនាបតី Forbes ឆ្នាំ2026 ចំណាត់ថ្នាក់លេខ1គឺអតិរិទ្ធសរៀលម៉ាឌ្រីតរៀលម៉ាឌ្រីតនៅឆ្នាំ2026នេះតម្លៃក្លឹបរបស់ពួកគេកើនឡើងរហូតដល់ 9.5 ពាន់លានដុល្លារសហរដ្ឋអាមេរិកជាតម្លៃថ្លៃបំផុតក្នុងពិភពលោកជាប្រវត្តិសាស្ត្របាល់ទាត់តែម្ដងចំណែកចំណាត់ថ្នាក់លេខ2គឺ FC បាសេឡូណាធ្លាប់តែជាគៀលថាជាក្លឹបដែលក្រក្រៃមិនមានលុយទិញកីឡាករតែមកមើលពីតម្លៃក្លឹបរបស់ពួកគេមានរហូតដល់ 7.5 ពាន់លានដុល្លារសហរដ្ឋអាមេរិកចំណាត់ថ្នាក់លេខ3គឺបិសាចក្រហម Manchester United បិសាចក្រហម Manchester United នៅរដូវកាលនេះគេនៅឈរលេខ3ក្នុងតារាង English Premier League និងមានកៅអីលេងពានរង្វាន់ UCL នៅរដូវកាលក្រោយធ្វើឲ្យតម្លៃក្លឹបរបស់ពួកគេកើនឡើងរហូតដល់ 7.2 ពាន់លានដុល្លារសហរដ្ឋអាមេរិកចំណាត់ថ្នាក់លេខ4គឺហង្សក្រហម Liverpool បើហង្សក្រហម Liverpool វិញតម្លៃក្លឹបរបស់ពួកគេមានរហូតដល់ 6.2 ពាន់លានដុល្លារសហរដ្ឋអាមេរិកចំណាត់ថ្នាក់លេខ5គឺ Paris Saint-Germain ក្រុមអ្នកមានបារាំង Paris Saint-Germain មានតម្លៃក្លឹបរហូតដល់ 5.8 ពាន់លានដុល្លារហើយគេទើបតែលើកពាន UCL ថ្មីនេះផងដែរចំណាត់ថ្នាក់លេខ6គឺ FC Bayern Munich ក្រុមយក្សនៅអាឡបាំងមួយនេះតម្លៃក្លឹបរបស់ពួកគេមានរហូតដល់ 5.7 ពាន់លានដុល្លារសហរដ្ឋអាមេរិកថ្នាក់លេខ7គឺ Mikel Manchester City អ្នកមានជាន់ថ្មី Mikel Manchester City អ្វីត្បិតតែមិនអាចលើកពាន English Premier League នៅរដូវកាលនេះបានដែរប៉ុន្តែតម្លៃក្លឹបរបស់ពួកគេមានរហូតដល់ 5.5 ពាន់លានដុល្លារសហរដ្ឋអាមេរិកចំណែកចំណាត់ថ្នាក់លេខ8គឺកំភ្លើងធំ Arsenal កំភ្លើងធំ Arsenal ទើបតែលើកពាន English Premier League ថ្មីៗនិងឡើងទៅដល់វគ្គផ្ដាច់ពាត់នៃពានរង្វាន់ UCL មកមើលពីតម្លៃក្លឹបរបស់ពួកគេមានរហូតដល់ 5.4 ពាន់លានដុល្លារសហរដ្ឋអាមេរិកចំណាត់ថ្នាក់លេខ9គឺ Tokyo Chelsea មានតម្លៃរហូតដល់ 4.2 ពាន់លានដុល្លារសហរដ្ឋអាមេរិកចំណែកចុងក្រោយគេលេខ10គឺ Tottenham Hotspur ស្ទើរតែធ្លាក់ចេញពីតារាង English Premier League ទៅហើយនៅរដូវកាលនេះប៉ុន្តែតម្លៃក្លឹបរបស់ពួកគេនៅតែខ្ពស់មានរហូតដល់ 3 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះក្លឹបទាំង10នេះគឺជាក្លឹបដែលមានតម្លៃថ្លៃបំផុតនៅក្នុងឆ្នាំ2026បើតាមការចុះផ្សាយរបស់ទស្សនាប័យ Forbes ចង់ប្រិមិត្តមានមតិនិងយោបល់យ៉ាងម៉េចដែរចំពោះក្លឹបទាំង10នេះកុំភ្លេចជួយ like comment និង share ដើម្បីបានទស្សនាវីដេអូអំពីកីឡាទាំងក្នុងនិងក្រៅស្រុកអរគុណប្រិមិត្តទាំងអស់គ្នា